ចាការបញ្ជូនឡងវ័យមកទីនេះគឺខ្ញុំមានការពេញចិត្តមួយគឺក្រុមការងារជួយសម្របសម្រួលសិស្សអន្តរជាតិគឺគាត់បានយកចិត្តទុកដាក់ខ្លាំងមែនទែនជាមួយនឹងសិស្សដែលមកសិក្សានៅទីនេះពីព្រោះថាការខ្ញុំបញ្ជូនឡងវ័យមកសិក្សានៅទីនេះគឺគាត់ទោះបីជាជើងយន្តហោះមកដល់ហេនេះនៅយប់ម៉ោង11យប់ទៅហើយក៏ប៉ុន្តែក្រុមអ្នកសម្របសម្រួលការងារសិស្សអន្តរជាតិនេះគឺគាត់បានទៅយកឡងវ័យពីពលានយន្តហោះមកដាក់ឲ្យដល់កន្លែងស្នាក់នៅក្នុងសាលាដែលធ្វើឲ្យខ្ញុំមានទំនុកចិត្តខ្លាំងមែនទែនហើយកន្លែងនេះហើយដែលខ្ញុំក្នុងនាមខ្ញុំជាម្ដាយគឺខ្ញុំមានអារម្មណ៍មួយថាកូនដែលមកសិក្សានៅទីនេះគឺមានសុវត្ថិភាពល្អណាស់ក្នុងការបញ្ជូនកូនមកសិក្សានៅទីនេះគឺខ្ញុំមានអារម្មណ៍សប្បាយចិត្តហើយមានការស្ងប់អារម្មណ៍មិនមានការភ័យខ្លាចអីទេពីព្រោះយើងឃើញថាទីនេះគឺជាទីក្រុងមួយស្ងប់ស្ងាត់ហើយមានសុវត្ថិភាពហើយអ្នកដែលមើលការខុសត្រូវសិស្សគឺគាត់បានយកចិត្តទុកដាក់ជាពិសេសទៅជាងនេះទៅទៀតគឺឃើញថាទីកន្លែងស្នាក់នៅគាត់បានថតកន្លែងស្នាក់នៅឲ្យមើលគឺឃើញថាការស្នាក់នៅក្នុងហ្នឹងគឺមានអ្នកមើលការខុសត្រូវ24ម៉ោងការមកសិក្សាក្រោយពីបញ្ជូនឡងវ័យមកសិក្សានៅទីនេះខ្ញុំឃើញថាមានផលជះល្អសម្រាប់សិស្សដែលអាចគាត់មានការផ្លាស់ប្ដូរពីការសិក្សានៅក្នុងប្រទេសមកដកបទពិសោធន៍ក្នុងការសិក្សានៅក្រៅប្រទេសជាពិសេសនៅ Fort Hays នេះតែម្ដងខ្ញុំឃើញថាគាត់មានការផ្លាស់ប្ដូរក្នុងការសិក្សាកាន់តែខ្លាំងជាងមុនឃើញថាជាពិសេសគឺគាត់ធ្វើកិច្ចការច្រើននៅពេលដែលខ្ញុំខលឬក៏ឆាតមកលេងគាត់ពេលណាគឺឃើញថាគាត់ថាថ្ងៃនេះការងារសាលាធ្វើការងារសាលាច្រើនការងារសាលានោះគឺសំដៅទៅលើកិច្ចការដែលគាត់រៀនសូត្រឃើញថាគ្រូបានដាក់កិច្ចការឲ្យសិស្សស្រាវជ្រាវបានច្រើនតាមអ្វីដែលខ្ញុំធ្លាប់ជូនកូនមកសិក្សានៅទីនេះខ្ញុំគិតថាឪពុកម្ដាយផ្សេងទៀតក៏ដូចគ្នាដែរគឺបើសិនជាឪពុកម្ដាយដែលចង់បញ្ជូនកូនមកសិក្សានៅសហរដ្ឋអាមេរិកខ្ញុំគិតថា Fort Hays ក៏ជាជម្រើសទី1ដែរដែលអាចបញ្ជូនកូនមកសិក្សានៅទីនេះបានងាយជាពិសេសគឺការដែលឲ្យបើសិនជាមានបំណងមករៀននៅអាមេរិកគឺឲ្យកូនរៀននៅសាលា AUPP នៅកម្ពុជាវាជាមានលក្ខណៈងាយស្រួលមួយគឺដោយសារសាលា AUPP ជាដៃគូជាមួយនឹង Fort Hays ស្រាប់អញ្ចឹងខ្ញុំឃើញថាការ process ឯកសារក្នុងការបង្រៀនគឺលឿនងាយមិនមានការលំបាកអីទេ